បាទគ្រូជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះយើងមានការរៀបចំតាក់ទងជាមួយនឹងប្រព័ន្ធម៉ាស៊ីនຂະຫນາດ3000លីត្រក្នុង1ម៉ោងជាប្រភេទធុងស្មាច់មួយជូនអតិថិជនចាស់របស់យើងព្រោះគាត់រៀបប្រភេទម៉ាស៊ីនຂະຫນາດទូចប្រើយូរហើយឥឡូវនេះគាត់ធ្វើការអាប់ដេតក៏តែអ្វីដែលជាលក្ខណៈពិសេសមួយទៀតនោះមានន័យថាបងប្រុសគាត់ចង់ធ្វើការភ្ជាប់នឹងខ្លួនឯងតភ្ជាប់ជាមួយនឹងប្រព័ន្ធខ្លួនឯងមានន័យថាគាត់បានស្វែងយល់តាក់ទងvớiប្រព័ន្ធម៉ាស៊ីនរបស់យើងអញ្ចឹងយើងបានរៀបចំបាទតាក់ទងជាមួយនឹងក្រុមម៉ាស៊ីនថ្មីរបស់យើងមានជាប្រភេទ 2IO ហើយនឹងមានការរៀបចំធុងខាងក្រៅដូចគ្នាអញ្ចឹងជាប្រភេទធុងចម្រោះដោយសារតែបងប្រុសគាត់រៀបចំដោយខ្លួនឯងអញ្ចឹងយើងត្រូវបានរៀបចំបាទមានការភ្ជាប់ទៅយោក៏ដូចជាការចាក់សារធាតុចូលអីរួចរាល់មកសេតតែម្ដងជូនបងប្រុសមានន័យថាទៅដល់ទីនោះគឺគាត់ភ្ជាប់ប្រព័ន្ធប្រើយកតែម្ដងបាទនេះតាក់ទងជាមួយនឹងធុងចម្រោះរបស់យើងហើយតាក់ទងជាមួយនឹងការភ្ជាប់ភ្លើងបាទប្រព័ន្ធភ្លើងរបស់យើងអញ្ចឹងទី1យើងមានតាក់ទងជាមួយនឹងទូវិជារបស់យើងបាទអញ្ចឹងទូវិជារបស់យើងមានភ្ជាប់ជាលក្ខណៈប្រព័ន្ធអូតូហើយអស់ហើយអញ្ចឹងនៅទីការភ្ជាប់ភ្លើងគឺងាយស្រួលទេសម្រាប់បងប្រុសមានន័យថាយើងមានការបាទរៀបជាខ្សែភ្លើងគំរូមួយជូនគាត់បាទដូចឃើញអញ្ចឹងយើងមាន note ថាខ្សែភ្លើងចាប់ទៅកន្លែងណាខ្លះក៏ដូចជាខ្សែណាជាប្រភពភ្លើងហើយទំហំខ្សែដែលយើងប្រើប្រាស់នោះទំហំប៉ុណ្ណាទៅតាមទីតាំងនីមួយៗគឺយើងបានរៀបចំជាស្រេចជូនបងប្រុសអញ្ចឹងនៅពេលដែលទៅដល់បងប្រុសគាត់បានធ្វើការបាទភ្ជាប់ទៅតាមអ្វីដែលយើងបាន note ជូនហើយឬក៏គាត់មានចង្អល់ហើយគាត់អាចតំណែងស្មូមកខាងយើងបានពេលដែល connect រួចរាល់គាត់ធ្វើការប្រើប្រាស់បានពីព្រោះតែប្រព័ន្ធរបស់យើងពីຂະຫນາດទូចដែលគាត់ប្រើពីមុនហើយនឹងຂະຫນາດធំនេះมันមានលក្ខណៈខុសគ្នាច្រើនទេអញ្ចឹងបងប្រុសងាយស្រួលគាត់ថាគាត់ធ្លាប់ប្រើរួចរាល់ហើយអញ្ចឹងនៅពេលដែលក្រុមការងាររបស់យើងបាទដឹកជូនបងប្រុសក៏ដូចជាណែនាំជូនបងប្រុសដើម្បីអាចតម្លើងខ្លួនឯងរួចរាល់ពេលណានោះយើងនឹងធ្វើការ update ជូនបងប្អូនបន្ថែមទៀតបាទអរគុណ